ជារឿងអភូតហេតុដែលក្មេងស្រីអាយុ6 ឆ្នាំដែលជាប់នៅក្នុងផ្ទះលិចទឹករបស់នាងអស់រយៈពេល2 ថ្ងៃគឺជាជនរងគ្រោះដែលនៅរស់រានមានជីវិតចុងក្រោយបំផុតនៃគ្រោះមហន្តរាយទឹកជំនន់ដោយព្យុះរ៉ាកាហ្សានៅតំបន់ហួលៀននៃកោះតៃវ៉ាន់ក្រុមអ្នកសង្គ្រោះបានរកឃើញក្មេងស្រីតូចនេះដោយឮសំឡេងស្រែកឲ្យជួយពីក្រោមដំបូលស័ង្កសីដែលនាងតូចជាប់នៅលើដីភក់នៅក្នុងផ្ទះរបស់នាងក្រុមសង្គ្រោះបានចោះដំបូលស័ង្កសីដោយបានជួយទាញក្មេងស្រីតូចនេះចេញមកក្រៅទឹកភ្នែកដក់ជាប់ភ្នែកដោយភាពភ័យខ្លាចរយៈពេល2 ថ្ងៃតែគេនៅរឹងមាំរងចាំការសង្គ្រោះចុងក្រោយបំផុតក្រោយពីក្រុមសង្គ្រោះបានជោគជ័យអ្វីដែលធ្វើឲ្យគេទប់ទឹកភ្នែកមិនបាននៅពេលដែលនាងតូចត្រូវបានមកជួបជុំគ្រួសាររបស់នាងវិញតែគួរឲ្យសោកស្ដាយចាស់ទុំ2 នាក់ដែលនាងតូចរស់នៅជាមួយគឺមិនមានជីវិតនោះទេទឹកជំនន់ដ៏ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុងរ៉ាកាហ្សាចាប់តាំងពីថ្ងៃទី23 ខែកញ្ញាបានសម្លាប់មនុស្សយ៉ាងហោចណាស់16 នាក់និងបាត់ខ្លួន6 នាក់ព្រមទាំងរងរបួស82 នាក់